ភាគទី3សំណើតែមួយកូដបណ្ណាលើកដៃមើលនាฬิកាពេលនេះម៉ោង12និង15នាទីហើយនាងគោះចុងជើងនឹងកំរាថ្មភក់ដោយចិត្តខ្វល់ខ្វាយខណៈដែលនៅជុំវិញខ្លួនមានមនុស្សដើរកាត់ជាហូរហែដើម្បីចេញទៅសម្រាប់ពេលថ្ងៃត្រង់នាងត្រូវអត់មើលចំណាយយន្តគ្រប់ពេលឃើញទ្វារបាក់អ្នកនៅក្នុងនោះក៏ដើរចេញមកប៉ុន្តែបែរជាមិនឃើញអ្នកដែលនាងមកស្ទាក់ចាំសោះនាងដកដង្ហើមធំដោយចិត្តអន្ទះសារកាន់តែខ្លាំងទៅនេះកន្លងផុតទៅមួយសប្តាហ៍ចាប់តាំងពីនាងមកសុំជួបអេដែននិងម្ដងទៀតនៅថ្ងៃថ្មីប៉ុន្តែឈ្មោះរបស់នាងខ្លាចជា blacklist សម្រាប់អ្នកនៅទីនេះព្រោះពេលចូលមកតាក់ទងផ្នែកទទួលភ្ញៀវនៅខាងក្រោមស្រីៗទាំងនោះនាំគ្នាបដិសេធដំបងនាងមិនដឹងព្រោះពេលចូលមកចាំអ្នកទទួលភ្ញៀវយកលេសថាអេដែនមិននៅជាប់រវល់ឬចៃដន្យចេញទៅក្រៅរហូតដល់ថ្ងៃទី5ទើបអស់លេសនិងប្រាប់នាងតាមត្រង់ដោយក្តីអាណិតនិងសង្វេគព្រោះគិតថានាងជាស្រីមុខក្រាស់ដែលតាមរំអុករំខានមហាស្ថិវ័យក្មេងថានាងត្រូវហាមចូលជួបគ្រប់ករណីទើបនាងបដូរចិត្តទៅសុំជួបសូហ្វៀលេខារបស់គេសូហ្វៀព្រមមកជួបនាងប៉ុន្តែមិនអាចជួយអ្វីបានទើបថ្ងៃនេះនាងសុខចិត្តមកក្រាស់ទ្រាំឲ្យអ្នកដែលចាំនាងបានថាមកក្រវាយចាំនៅមុខក្រុមហ៊ុនរាល់ថ្ងៃនឹងសឹកសៀវនិទានទាំងនៅចំពោះមុខនិងនៅក្រៅខ្នងថានាងជាស្រីដែលត្រូវបោះបង់និងព្យាយាមដេញចាប់អេដែនអេដឺសានបើណាស្ទើរតែបាក់ទឹកចិត្តទៅហើយថាថ្ងៃនេះមិនចូលមករកអេដែនប៉ុន្តែជួនពេលនោះនាងឃើញសូហ្វៀដើរចេញពីចន្ទាយន្តទើបស្ទុះទៅរកលេខាវ័យចាស់ដែលកំពុងដើរសម្ដៅទ្វារចេញពីអគារលោកអេដឺសានមិនទំនេរសូហ្វៀញញឹមជាការសុំទោសបើណាស្ពឹកមុខនឹងច្បាស់ថានេះជាចំណើយដែលអេដែនបញ្ជាឲ្យឆ្លើយជាងការប៉ັດប៉ុន្តែគេលោកមិនទំនេរពេញមួយថ្ងៃសុំទៅផងខ្ញុំមិនអាចជ្រិចពេលឲ្យនាងចូលជួបលោកបានទេមួយផ្លែតក៏មិនបានឬនាងសួរដោយទឹកមុខស្រពាក់ស្រពោនទាំងក្តាប់ដៃណែនដែលអារម្មណ៍ជ្រួលច្រាននៅក្នុងទ្រូងនាងដឹងថាអេដែនកំពុងតែញាស់នាងគេមិនត្រូវការឲ្យនាងចូលជួបនាងនឹងមិនព្រមចាញ់តតែបានជួបគេហើយគេត្រូវតែយល់ព្រមនៅអ្វីដែលនាងត្រូវការដែរមិនបានចម្លើយរបស់សូហ្វៀធ្វើឲ្យនាងខាំបបោមាត់ព្យាយាមរងាប់អារម្មណ៍បានអញ្ចឹងអរគុណសូហ្វៀក្រវិក្បាលហាក់ដូចមិនទទួលយកការអរគុណនោះខ្ញុំសុំទោសដែលជួយនាងមិនបានប៉ុណ្ណាសូហ្វៀក៏ចង់ជួយស្រីម្នាក់នេះដែរពេលដែលធ្វើការជាមួយគ្នាបើណាជាបុគ្គលិកឆ្នើមម្នាក់បើមិនដោយសារព្រោះការបែកខ្ញែកការពី5ឆ្នាំមុននាងអាចប្រាប់បានថាបើខ្លួនចូលចិត្តអ្នកដែលគិតថាស័ក្តិសមនឹងតំណែងលេខារបស់អេដែនអេដឺសានគឺបូណេប៉ុន្តែបូណេខ្លាចជាស្រីរបស់អេដែនទើបខ្លាចជាបុគ្គលមិនស័ក្តិសមភ្លាមសូហ្វៀមិនធ្លាប់គិតថាពីអ្នកនោះបែកគ្នាដោយបញ្ហាធ្ងន់ធ្ងរដែលបូណាជាអ្នកបង្កប្រាប់តាមត្រង់នាងមិនធ្លាប់ជឿមនុស្សស្រីដូចគ្នាមើលដឹងចំណុចបូណាកាលនោះលងស្នេហ៍អេដែនអេដឺសានដល់ថ្នាក់វិញ្ញាណគ្មានផ្លូវដែលមានអ្នកថ្មីចិត្តដាច់ខាតប៉ុន្តែចៅវាយជឿអញ្ចឹងនាងក៏មិនអាចធ្វើអ្វីបានលេខាវ័យចាស់ដឹងច្បាស់ថាមានរឿងនៅខាងក្រៅច្រើនជាងនោះតែក៏មិនដឹងច្បាស់ថាខ្លួនគ្មានសិទ្ធិនិយាយឆ្នាំដំបូងដែលបូណាចាក់ចេញអ្នកដែលដឹងច្បាស់ថាអេដែនផ្លាស់ប្ដូរគឺអ្នកនៅចិត្តយូរទៅសូមនឹងចៅវាយតែមិនដឹងថាបូណាត្រឡប់មកវិញនឹងជាមនុស្សតែម្នាក់ប៉ុណ្ណោះដែលធ្វើឲ្យរាជបុត្រច្បងនៃអេដឺសានខ្លាចជាបីសាច់ដែលមិនអាចស្រោចស្រង់បានខ្ញុំយល់ហើយបើណាខ្ញុំដោយទឹកមុខស្រពោនដាក់លេខាវ័យចាស់ជាការបញ្ជាក់ថានាងមិនបន្ទោសទេតែនាងមិនបន្ទោសទេដែលមិនអាចជួយនាងបានអរគុណម្ដងទៀតនាងនិយាយនឹងងក់ក្បាលដាក់ស្រីវ័យចាស់ដោយអារម្មណ៍រំភើបចាសូហ្វៀញញឹមខ្ញុំទៅសិនហើយបូណាលាឲ្យតាមមើលសូហ្វៀដែលដើរចេញទៅខណៈនោះក៏ដកដង្ហើមចូលជ្រៅដើម្បីហាស្មារតីដែលកំពុងឆាក់ខ្ចាយព្រោះអារម្មណ៍ក្តៅកគុកដែលព្យាយាមលាក់វានៅខាងក្នុងលោកចង់លេងហ្គេមដាក់ខ្ញុំឬអេដែនអូខេលោកនឹងបានដឹងថាខ្ញុំគ្មានថ្ងៃព្រមចាញ់លោកជាដាច់ខាតនាងក្រមុំគិតនៅក្នុងចិត្តដោយភាពមឹមុតលោកចង់គេចមកខ្ញុំក៏បានតែមិនថាយ៉ាងណាក៏ថ្ងៃនេះខ្ញុំត្រូវតែជួបលោកឲ្យបានសូហ្វៀដើរចេញបានឆ្ងាយគួរសមទើបងាកមើលទៅថាបូណាតាមខ្លួនឬអត់ដោយសារមុននេះនាងឃើញបូណាដើរតាមប៉ុន្តែពេលងាកទៅមើលឃើញនាងកំមុំដើរបាត់ទៅផ្លូវមួយទៀតដោយដំណើរគ្មានកម្លាំងកំហែងទើបធ្វើឲ្យអត់អាណិតមិនបានទាស់ត្រង់ថាខ្លួនមិនអាចជួយបានដដែលទើបបាក់កបោបដៃយកទូរស័ព្ទតាក់ទងចៅវាយតាមបញ្ជាភ្លាមនាងទៅឲ្យលោកសូហ្វៀរាយការណ៍តាមបញ្ជាពីអេដែនដែលថ្ងៃនេះត្រូវជំនះការងារនៅក្រុមហ៊ុនពេញមួយថ្ងៃប៉ុន្តែបើជាមិនព្រមឲ្យបូណាចូលជួបទោះជាដូច្នេះក៏ដោយក៏គេដឹងពីសកម្មភាពរបស់នាងគ្រប់ពេលវេលាអរគុណច្រើនសូហ្វៀគ្មានអីទេទៅសម្រាប់ទៅចាសូហ្វៀតបឲ្យដាក់ទូរស័ព្ទចុះដោយសម្លឹងមើលអ្នកដែលកំពុងដើរក្នុងវងមនុស្សហើយក៏អត់អាណិតមិនបានបើណាមិនគួរធ្វើអេដែនខឹងសោះនឹងមិនដឹងថាមើលឃើញកងចាក់ជាផ្កាយដោយរបៀបណាបានជាហ៊ានធ្វើបែបនោះដាក់មនុស្សដូចអេដែនអេនដឺសានទៅកើតអេដែនដាក់ទូរស័ព្ទចុះនៅលើតុយឺតបន្ទាប់ពីនិយាយជាមួយលេខារួចរាល់គេស្រាក់ម្រាមដៃដាក់លើតុភ្នែកសម្លឹងមើលម្រាមក្នុងខួរក្បាលមានរូបស្រីម្នាក់នោះដែលកំពុងជ្រួលច្របល់ព្រោះមិនអាចចូលមកជួបគេបានស្រួលមួយផ្លែតនោះគេនឹកដល់ពេលដែលម្រាមដៃរបស់ខ្លួនមកបងអាសាច់ទន់ល្មើយរបស់នាងប៉ុន្តែឲ្យអារម្មណ៍ដូចវិតគ្រីមផ្អែមស្ងួតដែលមិនអាចទប់ចិត្តបានត្រូវតែភ្លុកឲ្យគ្មានអ្នកណាដឹងថាគេចូលចិត្តវិតគ្រីមខ្លាំងប៉ុណ្ណាកំឡុងផុតទៅយូរដល់ថ្នាក់នេះទៅហើយគេផ្លិចមនុស្សជាច្រើនប៉ុន្តែមានតែនាងម្នាក់ប៉ុណ្ណោះដែលគេនៅតែចងចាំមិនថានាងប្រែប្រួលយ៉ាងណាក៏នៅតែចាំបានច្បាស់គេធ្លាប់ព្យាយាមសាកល្បងហើយវាវិតតែបានសម្រេចប៉ុន្តែលទ្ធផលនៅតែដដែលពេលនាងដើរចូលមកលើផ្លូវរបស់គេម្ដងទៀត
តើនាងទ្រាំបានប៉ុណ្ណាទៅបើណាអ្នកកំឡោះនិយាយរអ៊ូដាក់ខ្លួនឯងគេមាត់ក៏មានស្នាមញញឹមបេះដូងរបស់អ្នកដែលមានឈ្មោះថាសោះអាក្រក់ក៏លោតញាប់ញ័រចម្លែកនិងពោពេញទៅដោយអារម្មណ៍រំភើបញាប់ញ័រនិងទន្ទឹងរង់ចាំកុំបាក់ទឹកចិត្តឲ្យសោះពេលនោះអេដេនមិនចង់ព្រមទទួលស្គាល់ទេថាគេវាតែអធិដ្ឋានថាកុំឲ្យនាងក្រមុំបញ្ចប់ការព្យាយាមរបស់ខ្លួននៅក្នុងការមករកគេខ្ញុំទើបតែចាប់ផ្ដើមលេងហ្គេមរបស់យើងប៉ុណ្ណឹងបើណាមិនបានទៅណាឆ្ងាយពេញមួយថ្ងៃនេះនាងក្រវិលក្បែរអគារការិយាល័យកណ្ដាល Edison Financial ដើម្បីរៀបរាប់វិធីចូលទៅឲ្យដល់ Eden Edison ឲ្យបាននាងសម្រាប់ចិត្តដកថយដោយមិនទៅក្រវាយចិត្តអគារដូចរាល់ដងព្រោះនាងនឹងច្បាស់ថាបើ Eden ដឹងថានាងនៅរងចាំគេនឹងមិនចេញពីអគារនេះឡើយដូច្នេះហើយទើបនៅអង្គុយចាំនៅហាងកាហ្វេដែលនៅក្រោមអគារទល់មុខวันนี้នាងលួចទៅមើលកន្លែងចតឡានហើយឃើញថាឡានរបស់គេនៅត្រង់នោះនាងចាំឡានទំនើបដែលគេប្រើជាប្រចាំបានច្បាស់ Eden អាចបដូរឡានថ្មីច្រើនប៉ុន្តែគេមិនធ្លាប់បដូរម៉ាកជួនកាលរាជបុត្រ Edison ក៏ជាមនុស្សដែលប្រកាន់យករបស់តែមួយគត់គ្រប់យ៉ាងឆ្លុះបញ្ចាំងឲ្យឃើញថាគេមិនព្រមឲ្យរបស់នៅជុំវិញខ្លួនផ្លាស់ប្ដូរនាងចាំបានច្បាស់ពេលនៅជាមួយគេមានម្ដងនោះគេមូម៉ៅខ្លាំងពេលដែលបិចដែលធ្លាប់ប្រើជាប្រចាំបាត់គេជាមនុស្សមានរបៀបវិន័យគេដូចមនុស្សយន្តដែលធ្វើការគ្រប់យ៉ាងតាមតារាងពេលវេលារឿងតែមួយគត់ដែលគេប្រាប់ថាធ្វើឲ្យគេបាត់បង់ការគ្រប់គ្រងគឺនាងតែម្នាក់គត់ដែលធ្វើឲ្យគេហើយច្បាប់គ្រប់ប្រការរបស់ខ្លួនពេលនោះនាងជួយរកបិចមួយដើមនោះហើយឃើញថាវាធ្លាក់នៅក្នុងបន្លោះសាឡុងធំក្នុងបន្ទប់ធ្វើការនេះឯងនឹងមិនបាច់អธิบายអីពេលនោះមានអ្វីកាត់ឡើងទើបគេចាំមិនបានថាខ្លួនឯងទៅធ្វើធ្លាក់នៅត្រង់នោះបើមិនរវល់តែស៊ីនាងគេបើណាថយពីឲ្យម្ចាស់នាងក៏អត់សួរអ្នកដែលចូលចិត្តរបស់ដដែលនោះបើរបស់នោះបាត់តែគេធ្វើយ៉ាងណាគេក៏ញាក់ស្មាតបលើការជឿជាក់ថាគេមានប្រាក់ច្រើនអាចទិញរបស់ដូចគ្នាច្រើនឈុតកាលនោះនាងអស់សំណើចអ្នកដែលធ្វើរឹកដោយគុណក្មេងនឹងមកអាគេលេងបន្លំមែនថាបើនាងបាត់ខ្លួនតែគេធ្វើយ៉ាងណាពេលនោះគេក៏ញាក់ស្មាញញញឹមប្រព្រីមិនឆ្លើយសំណួរតែពេលនេះនាងបានចម្លើយនោះហើយព្រោះនាងហើយច្បាប់របស់គេគ្រប់ប្រការព្រោះនាងបាត់ខ្លួនគេគ្រាន់តែបោះនាងចោលព្រោះនាងមិនមែនជារបស់ដែលគេខ្វះមិនបានមិនមែនជារបស់ដែលគេស្រឡាញ់បើណាលើកាយកាហ្វេផឹកពេលនេះម៉ោង 7:09 យប់ទៅហើយប៉ុន្តែអេដេននៅតែមិនព្រមចេញពីអគារនាងដកដង្ហើមធំដោយការមួម៉ៅព្រោះក្រៅពីខកណាត់នឹងមិត្តជិតស្និទ្ធហើយនៅខកណាត់នឹងកូនប្រុសទៀតប៉ុន្តែមិនអាចធ្វើអ្វីបានក្រៅពីរងចាំព្រោះពេលវេលារបស់នាងមិនអាចចំណាយច្រើនជាងនេះបានទេដែលអេដេនក៏ដឹងច្បាស់ទៅពជាពេលបែបនេះរហូតដល់ពេលវេលាផុតទៅជិតម៉ោង 10 យប់ហើយនាងក៏ត្រូវចេញពីហាងបិទទ្វារហើយសម្រាប់ចិត្តឆ្លងទៅកវាយនៅអគារនោះម្ដងទៀតនឹងចាត់ទុកថាសំណាងល្អដែលនាងសម្រាប់ចិត្តបែបនោះព្រោះមកតាន់ឃើញឡានទំនើបកំពុងតែរត់ចេញពីមុខអគារឡើងផ្លូវធំហើយបើណាក៏សម្រេចចិត្តធ្វើរឿងសងនឹងគ្រោះថ្នាក់មួយនៅក្នុងជីវិតដោយការរត់ទៅពាំងឡានមុខនោះ Eden Anderson កិច្ចមកពីនាងលេងបានទៀតហើយបន្លឺភ្លើងភ្លឺឆ្វាយជះមកលើមុខនាងទើបត្រូវបិទភ្នែកនិងងាកមុខចេញគណៈដែលបេះដូងលក់លុបយ៉ាក់ដោយការភ័យខ្លាចប៉ុន្តែទោះជាដូច្នេះក៏វាយឺតពេលមិនអាចដកថយបានងាប់លោកសំឡេងរបស់ជំនួយការដែលមានតួនាទីជាអ្នកបើកឡានឲ្យបង្ហាញឲ្យឃើញពីការភ្ញាក់ផ្អើលពេលសុកៗមានមនុស្សម្នាក់ផុសនៅមុខឡានដែលកំពុងរត់ដោយមិនខ្លាចស្លាប់សំណាងល្អដែលឡានទើបតែចេញពីអគារជួនពេលនោះម៉ោង 7:10 យប់ទៅហើយទើបមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ Eden ដែលអង្គុយនៅបាំងក្រោយមើលឃើញដូចធននេះដែរឃើញថានរណាជាមនុស្សល្ងងធ្វើរឿងមិនចេះគិតដោយការរត់មកពាំងមុខឡានក៏ហាមប្រាំកូនចៅដែលប្រងចោះពីឡានឯងមិនបាច់ចាស់ទេតនេះនៅនឹងឯងមិនបាច់ចាស់ទេតនេះចាំខ្ញុំចាប់ការមហាសេដ្ឋីវ័យក្មេងចោះពីឡានទឹកមុខពោពេញទៅដោយទោសៈដែលធ្វើឲ្យធននេះមិនហ៊ានជំទាស់បញ្ជារបស់ចៅហ្វាយបានត្រឹមតែសង្កេតការណ៍នៅក្នុងឡានប៉ុណ្ណោះ Eden ស្ទុះទៅរកអ្នកដែលឈរប៉ាំងមុខឡានទឹកមុខរបស់នាងមើលទៅស្រស់ក្រោះនិងមិនភ័យខ្លាចថាខ្លួនកំពុងមានគ្រោះថ្នាក់មានតែ Eden ប៉ុណ្ណោះដែលខឹងសម្បានាងធ្វើឈួតស្អីអ្នកកំឡុះស្រែកកំហុកពេលដើរទៅរកហើយស្រវាចាប់ដៃរបស់នាងច្របាច់ខ្លាំងៗហាក់ដូចជានាងជាកូនកំមុំកៅស៊ូកញ្ចាស់នៅក្នុងដៃរបស់ខ្លួនដែលមិនចាំបាច់ចាប់អារម្មណ៍ថាខ្លួនមិនចេញកម្លាំងខ្លាំងធ្វើឲ្យខូចរបស់នោះប៉ុណ្ណេះទោះឈឺតែប៉ុណ្ណាមិនតវ៉ាមួយម៉ាត់ថែមទាំងងើយមុខក្អេងក្អាងមើលគេទៀតផងខ្ញុំមិនព្រមឲ្យលោកកិច្ចពីមុខខ្ញុំវិនាទីនោះកៅភ្នែកពណ៌មរកតរបស់ Eden ក៏ជះទៅដល់ទោសៈដែលពិបាកនឹងផលិតបើណាគ្មានខួរក្បាលដល់ថ្នាក់នេះផងឬទើបបានជាហ៊ានធ្វើរឿងល្ងងៗដោយការយកខ្លួនមកបន្ថយនឹងសេចក្តីសប្តិដើម្បីប្រុសម្នាក់នោះល្អបើនាងហ៊ានលះបង់ដល់ថ្នាក់នេះហើយគេមិនធ្វើឲ្យនាងអស់សង្ឃឹមទេនាងចាំបានចម្លើយខ្លាំងគេនឹងឲ្យនាងឥឡូវនេះខ្ញុំគ្មានស្អីត្រូវនិយាយជាមួយនាងទៀតទេដកក្បាលឲ្យផុតពីមុខខ្ញុំភ្លាមមិនត្រឹមតែនិយាយទេដៃចាប់ដើមដៃរបស់នាងខ្លាំងៗនោះក៏ក្រវែងឲ្យចេញផុតពីមុខឡានធ្វើឲ្យនាងក្រមុំដួលអុកគូបើណាមើលគេដល់ខ្សែភ្នែកអ្នកស៊ូនៅមិនព្រមចាញ់ថ្ងៃនេះទោះយ៉ាងណាក៏នាងត្រូវធ្វើឲ្យបានEden សម្រាប់នាងក៏ដោយក៏នាងសុខចិត្តដែរដើម្បីគ្រួសារនាងធ្វើគ្រប់យ៉ាងខ្ញុំនឹងមិនទៅណានាងស្ទុះងើបនៅឈរទល់មុខគេដោយភាពក្អឹកក្តៅម្ដងទៀតពើងទ្រង់សម្លឹងមុខសង្ហាកំណាចដោយមិនព្រមព្រិចភ្នែកទាល់តែយើងនិយាយគ្នាដឹងរឿងនេះហើយដែលធ្វើឲ្យមនុស្សត្រជាក់ស្រេបគ្រប់ពេលវេលាអស់ការអត់ធ្មត់ទើបអូសនាងចេញឲ្យផុតពីផ្លូវម្ដងទៀតព្រមទាំងស្រែកកំហុកដាក់មុខខ្ញុំប្រាប់ច្បាស់លាស់ហើយថា no តែបើណាមិនព្រមចាញ់យើងនៅតែឈរថ្មឹងទោះឈឺដើមដៃដោយសារការច្បាច់ស្ទើរតែដាច់ដៃក៏ដោយខ្ញុំមិនព្រមទទួលយកការបដិសេធរបស់លោកនាងសម្លឹងមុខគេដោយមិនក្រែងរឯងទូខាងក្នុងកំពុងតែផិតភ័យមនុស្សធ្លាប់សិក្សាគ្នាដឹងថាពេល Eden ខឹងដល់ថ្នាក់ផ្ទុះមិនគួរឲ្យខ្លាចដូចពេលដែលគេដល់ចំណុចត្រជាក់ដូចពេលនេះទេប៉ុន្តែទោះគេចង់សម្លាប់នាងឲ្យស្លាប់បើវាធ្វើឲ្យគេព្រមជួយ Peter នាងក៏សុខចិត្តនាងចាញ់ចាស់ខ្ញុំមិនទេបើវាធ្វើឲ្យលោកព្រមធ្វើនៅអ្វីដែលខ្ញុំអង្វរនាងសង្កត់ធ្ងន់ទៅលើពាក្យថាអង្វរកទោះអ្នកស្ដាប់គ្មានអារម្មណ៍បែបនោះក៏ដោយមែនខ្ញុំចាញ់ចាស់លោក
ល្អគេខំថ្មិញក្រោយក្រោតហើយអូសនាងឲ្យដើរតាមអញ្ចឹងមកណែលោកចង់នឹងខ្ញុំទៅណានាងសួរនឹងព្រមដើរតាមការអូសទាញរបស់អ្នកកំឡោះព្រោះដឹងច្បាស់ថាមិនគួរក្រែងរនាលមួយមកពីនាងសួរនឹងកម្លាំងអ្នកកំឡោះព្រោះដឹងថាមិនគួរក្រែងរនាលមកពីនាងសួរនឹងកម្លាំងគេមិនបានពីរគឺនាងនឹងតាមគេទោះដល់ជើងមេក៏ដោយព្រោះនិយាយគ្នាមិនទាន់ចប់នេះឯងទៅរកកន្លែងនិយាយគ្នាអ្នកកំឡោះតបដោយសម្លឹងរឹងកំព្រឹសនឹងនៅតែអូសនាងឲ្យដើរបន្តនាំឡើងឡានមិនបាច់អូសក៏បានខ្ញុំដើរខ្លួនឯងប៉ុន្តែសម្ដីនោះកាន់តែញាស់ទោសៈរបស់បិសាចតកកម្ដងទៀតព្រោះគេព្រមប្រឡែងដៃនាងប៉ុន្តែមិនព្រមទៅណាឆ្ងាយអញ្ជើញអ្នកស្រីគេបញ្ជឺហើយខ្ញុំសង្ឃឹមថាលើកនេះនាងត្រៀមចិត្តបានល្អហើយដែលហ៊ានមករកខ្ញុំម្ដងទៀតការគម្រាមចុងប្រយោគនិងការឡើងឡានធ្វើឲ្យនាងស្ទុះទៅអង្គុយនៅខាងក្នុងមិនអញ្ចឹងអីដែនអាចនឹងអង្គុយលើនាងដែលនាងជឿជាក់ថាគេហ៊ានធ្វើបែបនោះពេលឡានត្រូវបញ្ជាឲ្យបើកចេញបើណាក៏អង្គុយអោបដៃនៅស្ងៀមដែលមិនហ៊ានងាកទៅមើលអ្នកអង្គុយក្បែរនាងសម្លឹងមើលតាមផ្លូវរហូតដើម្បីឲ្យដឹងថាគេនាំទៅណាប៉ុន្តែតួអេដែនស្ងាត់ស្ងាត់វាធ្វើឲ្យនាងកាន់តែមានសម្ពាធនិងបានដឹងពីកម្លាំងទោសៈដែលសាយភីងមកដល់ខ្លួនធ្វើឲ្យចិត្តនាងញាប់ញ័រដោយការភ័យខ្លាចដែលព្យាយាមលាក់នៅខាងក្នុងនាងបានតែប្រាប់ខ្លួនឯងម្ដងហើយម្ដងទៀតថាមិនអាចដកថយបានកិច្ចមិនបានអ្វីដែលធ្វើបានគឺដើរទៅមុខនាងធ្លាប់ព្រមចោះចាញ់បន្ទាប់ពីរួចកិច្ចម្ដងហើយម្ដងទៀតប៉ុន្តែត្រូវតែមិនមែនលើកនេះមិនមែនពេលដែលមានជីវិតរបស់មនុស្សជាច្រើនផ្ញើទុកនឹងនាងបើណាចោះពីឡានដោយការមិនពេញចិត្តប៉ុន្តែអ្នកដែលមានមាឌធំជាងនាងមើលមកដោយការផ្ចាញ់ផ្សាយនិងលក់លុយថានាងហ៊ានជន់ទីនេះឬអត់ទើបនាងធ្វើចិត្តរឹងដើរតាមនាងដឹងតាំងពីឃើញផ្លូវដែលឡានរត់កាត់ម្លេះថាឯដែលនឹងនាំនាងមកកន្លែងណាដែលមិនអាចជាកន្លែងណាក្រៅពីផែនហើយជាន់ទី30នៅតំបន់ Midtown របស់មហាសេដ្ឋីកន្លែងដែលពោរពេញទៅដោយការចងចាំរបស់នាងតាំងពីបែកពីគេនាងមិនធ្លាប់មកជាន់ទីនេះសូម្បីតែរបស់ផ្ទាល់ខ្លួនក៏មិនមកយកបាននេះគេប្រហែលជាកវែងចោលអីវ៉ាន់របស់នាងអស់ទៅហើយព្រោះពេលនាងសម្រាប់ពុកបាក់មិនបានដាក់ផែនការសម្លេងដោះសារបំភ្លឺឡើងដឹងខ្លួនម្ដងទៀតក៏ត្រូវគេអូសចូលក្នុងបន្ទប់ដោយធននេះមនុស្សចំណិតមិនបានចូលមកជាមួយប្រកាសណាស់ថានាងដឹងច្បាស់ថាជាន់នេះមានតែនាងនិងគេពីរនាក់ប៉ុណ្ណោះគ្មានអ្នកដទៃឡើងមករកបើ Eden Anderson មិនហៅពេលចូលមកក្នុងបន្ទប់បើណានមានអារម្មណ៍ហាក់ដូចខ្លួនឯងរបត់ចូលនៅក្នុងពិភពអតីតកាលគ្រប់យ៉ាងនៅតែដូចលើកដំបូងដែលនាងចូលមកទីនេះផែនហើយនេះមិនធ្លាប់កែប្រែគ្រឿងសង្ហារឹមរបស់តុបតែងលម្អត្រូវរៀបចំទុកដាក់កន្លែងដើមរបស់វាហាក់ដូចពេលវេលាមិនបានធ្វើឲ្យវាផ្លាស់ប្ដូរអារម្មណ៍ឈឺចាប់និងជួចចាប់ផ្សាយភាពពេញទ្រូងធ្វើឲ្យនឹកដល់ពេលដែលខ្លួនឯងនឹងងងខ្លៅនិងមិនដឹងចោលកាលនោះនាងដូចមនុស្សខ្វាក់ភ្នែកដែលមិនធ្លាប់បោកភ្នែកមើលឃើញការពិតនិងភាពងងខ្លៅដែលជឿជាក់ចំពោះស្នេហាដែលមានចំពោះគេអស់ពីបេះដូងមិនថាអ្វីក៏លងជឿគេចុងក្រោយក៏ត្រូវឈឺចាប់ស្ទើរស្លាប់បើគ្មានកូននាងអាចនឹងគ្មានសូម្បីតែកម្លាំងបែកក្រោយដើរចេញផាំងសម្លេងបិទទ្វារបំភ្លឺឡើងរំជួយធ្វើឲ្យនាងភ្ញាក់ស្មារតីហើយព្រិចភ្នែកញាប់ឆ្អេងហើយស្មារតីមកវិញដោយរំលឹកបានថាខ្លួនចាំបាច់ត្រូវតែធ្វើ Eden Anderson យល់ព្រមជួយឲ្យបាននាងមើលម្ចាស់ទីតាំងដែលដើរចូលក្នុងនាងមើលម្ចាស់ទីតាំងដែលដើរចូលទៅខាងក្នុងនិងតាមផ្លូវគេដោះអាវខ្វាសេចេញពាក់នឹងសាឡុងក្នុងបន្ទប់ទទួលភ្ញៀវដោយនាងដើរតាមនាងមិនបានទៅអង្គុយលើសាឡុងនោះតែឈរមិនឆ្ងាយពីគេប៉ុន្មានដោយដែលខ្ញុំជាយាមចរចានឹងលោករឿងបងប្រុសរបស់ខ្ញុំនាងកំពុងចូលសាច់រឿងពេលគេដោះអាវ jacket ខ្វាសេពណ៌ខ្មៅចេញដោយតាមដែលអាវកាក់ពណ៌ដូចគ្នាឈប់គេបញ្ជាដោយសម្លេងការគណៈដែលស្រ័យកវ៉ាត់កមិនបាច់និយាយខ្ញុំជឿស្ដាប់សម្លេងរបស់គេពោរពេញទៅដោយភាពនឿយណាយប្រាប់តាមត្រង់ថាពេលនេះនាងទប់ទល់នឹងប្រុសម្នាក់នេះមិនត្រូវឯដែលនៅក្នុងការចងចាំភាគច្រើនសោះក្រោះនិងគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អបើមិនសង្កេតនឹងមិនដឹងថាគេមានអារម្មណ៍យ៉ាងណាមានតែពេលនៅលើក្រែប៉ុណ្ណោះទើបគេមិនដោយខ្លួនមិនដោយប្រានដូចបានដោះលែងគ្រប់យ៉ាងចេញមកក្រៅប៉ុន្តែអ្នកនៅចំពោះមុខពេលនេះបែរជាពោរពេញទៅដោយទោសៈកំហឹងនិងអារម្មណ៍ជាច្រើនដែលនាងទប់ទល់មិនទាន់បើមិនធ្លាប់ស្គាល់នាងអាចគិតថានេះមិនមែនជា Eden Ellison ល្អនាងតបដោយសម្លេងរាបស្មើខ្ញុំនឹងមិននិយាយច្រំដែរនិយាយចប់អ្នកដែលសម្លក់សម្លឹងឲ្យនាងមានអារម្មណ៍ថាខ្លួនឯងរួមតូចដោយកម្ពស់ត្រឹមចង្ការបស់គេក៏ងើយមករកហើយលោកមុខមកចិត្តឲ្យមុខនៅចិត្តគ្នាបង្កើយបើណាប្រឹងអត់ដង្ហើមប្រឹងដែលភ្លេចខ្លួននឹងសម្លឹងមើលកែវភ្នែកមរកតដែលសណ្ដោះបេះដូងរបស់នាងតាំងពីឃើញដំបូងអេដានជាមនុស្សដែលមានកែវភ្នែកស្អាតណាស់ទំហំភ្នែកវែងនិងភ្នែកពណ៌ខ្មៅមុតស្រួលឡោមតែរោមភ្នែកក្រាស់ពណ៌ដូចនឹងសរសៃសក់ដែលកាន់តែធ្វើឲ្យភ្នែករបស់គេទាំងស្អាតនិងកាចហើយពណ៌របស់វាក៏ប្ដូរទៅតាមអារម្មណ៍របស់គេដែលលាក់ទុកនាងក្រមុំធ្លយថយក្រោយពេលនៅសុកអ្នកចំពោះមុខហើយឧទានពេលត្រូវគេសេវាអោបចង្កេះមិនឲ្យកិច្ចទៅណាបានកម្ដៅចេញពីរាងកាយធ្វើឲ្យបេះដូងនិងស្មារតីរបស់នាងជ្រួលច្បល់ល្អព្រោះសំណើរបស់ខ្ញុំមានតែមួយគត់សំឡេងរបស់គេដូចរសាយមកពីទីដ៏ឆ្ងាយសែនឆ្ងាយតែនោះក៏ជួយឲ្យនាងទាញស្មារតីខ្ចាក់ខ្ចាយរបស់ខ្លួនត្រឡប់មកវិញបាននិងចាប់ឱកាសស្ដាប់អ្វីដែលគេចាប់អារម្មណ៍នាងដឹងគេកំពុងតែលេងហ្គេមរបស់គេ Eden តែងតែគៀនចំណីរបស់គេឲ្យទល់ច្រកចនិចពេលគេច្បាស់ហើយថាគេជាអ្នកក្តោបក្តាប់ហ្គេមជាអ្នកដែលមានប្រៀបជាងតែងតែបង្ហើរផ្លូវរស់ឲ្យចំណីបានឬបំរះនាងក៏មុំស្ទើរតែមិនដឹងទេថាខ្លួនឯងបាននិទានអីខ្លះពេលងើបមកប្រសពនឹងកែវភ្នែករបស់គេហាក់ដូចជាសំណួរថាគេត្រូវការអី Eden មើលដឹងថានាងត្រូវការដឹងសំណើរបស់គេទៅប្រឡែងដៃពីចង្កេះតូចនាងក៏ឈានជើងថយក្រោយមួយជំហានដោយគេឈរត្រង់ខ្លួនសម្លឹងមើលមិនព្រិចប៉ុន្តែការមិនព្រិចភ្នែករបស់ខ្លាតែងតែធ្វើឲ្យក្តាន់ភ័យខ្លាចជានិច្ចបើចង់ឲ្យខ្ញុំដោះលែងបងប្រុសរបស់នាងគេផ្អាកនិយាយហាក់ដូចជាត្រូវការពេលវេលាឲ្យនាងខ្វល់ខ្វាយទើបប្រាប់សំណើរបស់ខ្លួនអញ្ចឹងមកធ្វើជារបស់លេងថ្មីរបស់ខ្ញុំវិញមក
បើណាក្តោបដៃណែនប្រឹងទប់អារម្មណ៍ឲ្យវាមានត្រឹមតែការព្រមព្រៀងដែលគ្មានបេះដូងរវាងនាងនិងគេធ្វើជារបស់លេងរបស់គេនាងវិតែជេរគេដោយអារម្មណ៍ឆេវឆាវទៅហើយបើនាងយល់ព្រមខ្ញុំនឹងដោះលែងគេប៉ុន្តែវិនាទីបន្ទាប់នាងក៏ត្រូវបិទមាត់ព្រោះតែប្រយោគនេះរបស់គេនិយាយអីមិនចេញនឹងស្នាមញញឹមលក់លើយរួមទាំងខ្សែភ្នែកដែលមើលមកហាក់ដូចជាកំពុងវិតម្លៃទំនិញត្រឹម7ថ្ងៃប៉ុណ្ណោះបើនាងទ្រាំបានខ្ញុំចាត់ទុកថាលុយដែលគេយកជាថ្លៃខ្លួនរបស់នាងទៅចោះយ៉ាងមិនដែរយល់ព្រមទេគេសួរនាំស្នាមញញឹមលក់លើយនៅតែបង្ហាញឲ្យឃើញនៅចំពោះមុខ សង្ហាហាក់ដូចជារូបបដិមាចិញ្ចើមលើកឡើងខ្ពស់ជាការផ្សាំងផ្ញើខណៈដែលប៊ុនណាបានត្រឹមតែមើលគេដោយនិយាយមិនចេញព្រោះស្រឡាំងកាំងពេលយល់ព្រោះស្រឡាំងកាំងពេលយល់Eden Anderson ត្រូវការឲ្យនាងធ្វើជារបស់លេងនៅលើគ្រែរបស់គេ7ថ្ងៃដោះដូរនឹងការដែល Peter បងប្រុសរបស់នាងមិនចាំបាច់ជាប់គុក